តើអ្នកនរគ្នាគាត់ប្រើប្រាស់ laptop យូរហើយទិញ laptop យូរហើយអត់ទាន់ចេះក្នុងការឆែកទៅលើ GPU ឬក៏ VGA តើ laptop របស់អ្នកគ្នាប្រើជំនួសប្រភេទ VGA ជាប់ឬក៏ VGA ដាច់ហើយដើម្បីយើងចង់ដឹងហើយយើងឆែកឲ្យវាច្បាស់លាស់ហើយទៅលើ Windows 11អ្នកនរគ្នាស្លាប់តែឆែកលើ Windows 10ឬក៏ Windows 11អ្នកនរគ្នាចង់ចេះចង់ដឹងអាចទស្សនាវីដេអូនេះដល់ចប់ហើយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញមកអ្នកនរគ្នាពីរបៀបក្នុងការឆែកទៅលើ GPU ហើយ GPU ហ្នឹងគឺគេហៅថា VGA ដាច់ហ្នឹងហើយអូខេតើអ្នកនរគ្នាទិញ laptop ប្រើប្រាស់យូរដែរហើយអត់ទាន់ចេះក្នុងការឆែកទៅលើកម្លាំងម៉ាស៊ីនឬក៏ GPU របស់គ្នាឬក៏ VGA របស់គ្នាហ្នឹងតើវាជាប្រភេទ VGA ជាប់ឬក៏ VGA ដាច់ហើយអ្នកនរគ្នាចង់ដឹងពីរបៀបឆែកឬក៏ចង់ដឹងមុនក្នុងការទៅទិញ laptop អ្នកនរគ្នាអាចទស្សនាវីដេអូនេះដល់ចប់បានអ្នកនរគ្នានឹងដឹងពីរបៀបឆែកទៅលើ CPU RAM hard disk ឬក៏ជាប្រភេទ VGA ហ្នឹងដោយខ្លួនឯងតែម្ដងអូខេអញ្ចឹងដើម្បីទស្សនាវីដេអូនេះអ្នកគ្នាអាចចូលទៅកាន់ laptop របស់គ្នាទៅបាទអញ្ចឹងខ្ញុំចូលទៅកាន់ laptop របស់ខ្ញុំចឹងដើម្បីយើងធ្វើការឆែកឬក៏ដឹងទៅលើជាប្រភេទ CPU RAM hard disk ហ្នឹងអ្នកគ្នាចុចយកមកអ្នកគ្នាចុចខាងក្រោមនេះចុចខាងនេះអ្នកគ្នាចុច Task Manager ចុច Task Manager វិញមកដល់កន្លែងចំណុចនេះឬក៏អ្នកគ្នាចុចកន្លែងណាបានទេអ្នកគ្នាអាចស្វែងរកជាមួយនឹងចូលទៅកាន់ file folder អូខេចូលទៅកាន់ file folder អ្នកគ្នាយក disk PC ចូលមកកាន់កន្លែងនេះអ្នកគ្នា mouse ស្ដាមមួយបាទហើយយកពាក្យថា show more option មកដល់ត្រង់ចំណុចនេះអ្នកគ្នាចូលខាងលើនេះគឺដាក់ manage អូខេអញ្ចឹងមកដល់ manage នេះគឺវានឹង show ដូចកន្លែងខ្ញុំបង្ហាញមុននឹងបានដូចគ្នាបាទហើយបន្តមកអ្នកគ្នាចូលជាមួយនឹងអានេះគឺយើងអាចឆែកទៅលើ device វាក៏បានដែរបាទអាចឆែកទៅលើ device តើជាប្រភេទនេះវាជាប្រភេទ VGA ជាប់ឬក៏ VGA ដាច់ទេហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាអាចមើលឃើញបានគឺដាក់ជាមួយនឹងប្រភេទអូខេអញ្ចឹងអ្នកនរគ្នាអាចឆែកទៅលើប្រភេទនីមួយៗបានហើយកន្លែងនេះវាមាន device ជាច្រើនបាទអានេះ computer របស់យើងហើយ display នេះអ្នកនរគ្នានឹងឃើញហើយគឺគេដាក់គឺជាទី1គឺជាប្រភេទ Intel UHD graphic ហ្នឹងមានន័យថាជាប្រភេទ VGA ជាប់ហើយមួយទៀតគេដាក់ NVIDIA បាទ NVIDIA ហ្នឹងគឺជាប្រភេទ VGA ដាច់ហើយសម្រាប់ VGA ដាច់វាមានច្រើនមាន AMD មាន NVIDIA មានក្រុមហ៊ុនផ្សេងៗទៀតចឹងទៅបាទហើយកន្លែងនេះគឺអ្នកនរគ្នាចូលហ្នឹងនឹងឃើញហើយគេដាក់ជាមួយ UHD graphic គឺទៅលើ VGA ជាប់បើវាឃើញតែមួយទេមានន័យថា laptop របស់អ្នកគ្នាគឺជាប្រភេទ VGA ជាប់ហើយបើវាទិញ2ចេះគឺមានន័យថាអ្នកនរគ្នាបាន laptop របស់អ្នកគ្នាគឺមានមកចំនួនប្រភេទ VGA ដាច់មកដើមហើយអូខេអ្នកនរគ្នាអាចមើលបានអានេះ NVIDIA RTX 38អីចឹងទៅហើយទៅលើចំណុចមួយទៀតអ្នកនរគ្នាចង់ដឹងឲ្យកាន់តែច្បាស់តែម្ដងអ្នកនរគ្នាមកស្ដាំកន្លែងនេះយក Task Manager ដល់ត្រង់ចំណុចនេះអ្នកនរគ្នាយកខាងក្រោមនេះបាទយកខាងនេះបាទខ្ញុំបើក screen នឹងធំតិចអូខេអញ្ចឹងវានឹងឃើញនេះគឺជាប្រភេទ CPU វានឹងសូបង្ហាញនៅកន្លែងនេះគឺ Core i9 ចំនួនទី11គឺ11 TH ហ្នឹងមានថាចំនួនទី11អ្នកនរគ្នាអាចមើល processor មើលទៅលើ core លើ spec នៃល្បឿនរបស់វាបានអានេះ processor វាខ្ពស់16 core បាទ16 processor ហើយបានរហូតដល់8 core ជំនឿថាម៉ាស៊ីនហ្នឹងគឺកប់ហើយនេះអ្នកនរគ្នាអាចមើលជាមួយនឹង memory ឬក៏ RAM ហ្នឹងបានបាទអ្នកនរគ្នាឃើញវាសូបង្ហាញនៅកន្លែងនេះគឺដាក់ 48G ទៅតាម laptop អ្នកនរគ្នាអញ្ចឹងទៅបាទនេះ hard disk បាទ hard disk អញ្ចឹងទៅមួយតេអញ្ចឹងទៅឬក៏ប្រើនៅ256 អីហ្នឹងទៅបាទចឹងអ្នកគ្នាឆែកមើលបានបាទ file 6អីចឹងទៅឬក៏អានេះបាទអានេះក៏វានឹងសូបង្ហាញដែរវាបំពាក់មកក្នុង VGA 2ឬក៏ទៅហៅថា GPU 2ហ្នឹងបាទទៅលើ GPU ទី1វាអាចនឹងសូ GPU ជាប់ឬក៏ GPU ដាច់ឯហ្នឹងបាទអញ្ចឹងអ្នកគ្នាឃើញហើយអានេះ VGA ជាប់បាទ VGA ជាប់គឺ UHD graphic មិនហ្នឹងបាទ UHD graphic គឺ VGA ជាប់ហើយកន្លែងនេះគឺជាប្រភេទ VGA ដាច់ជាមួយនឹង NVIDIA អីចឹងទៅបាទ VGA វាមាន2អញ្ចឹងបើលើថាបងគ្នា VGA តែមួយទេមានន័យថា VGA បងគ្នាគឺជាប្រភេទ VGA ជាប់ហើយកន្លងចំណុចនេះគឺវាមាន2វាមានទី1ទី2អញ្ចឹងទៅបាទអូខេអញ្ចឹងអាហ្នឹងទៅលើការឆែកទៅលើកម្លាំងម៉ាស៊ីនរបស់ laptop របស់អ្នកគ្នាទៅលើប្រភេទ CPU RAM memory ឬក៏ទៅលើជាប្រភេទ GPU អីហ្នឹងអូ
អូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងទេបើអ្នកគ្នាចង់បានវីដេអូឬក៏ចំណេះដឹងផ្សេងៗទៀតអាចខមមិនខាងក្រោមបានឬក៏បញ្ហា laptop របស់គ្នាជួបបញ្ហាអីអាចខមមិនខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូជូនអូខេអញ្ចឹងកុំភ្លេច like share អ្នកមួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតពីរូបភាពបាទអូខេអរគុណ alright